ឥឡូវនេះចាប់ផ្ដើមថ្ងៃរបស់អ្នកប្រសិនបើមានកន្លែងដែលអ្នកចង់ដើរលេងនោះមានភ្នំមួយនៅក្បែរនោះមានច្រើនណាស់ខ្ញុំសង្ឃឹមថាអ្នកប្រកាសជានឹងទៅលេងពួកគេហើយសូមឲ្យយើងមានពេលវេលាល្អអ្នកបានត្រឡប់មកវិញហើយលោកគ្រូខ្ញុំត្រឡប់មកវិញហើយខ្ញុំបានរួចផុតពីសេចក្តីស្លាប់ហើយខ្ញុំបានរួចផុតពីសេចក្តីស្លាប់សិល្បៈរបស់អ្នកទទួលបានជោគជ័យខ្ញុំពិតជាសប្បាយចិត្តណាស់លោកគ្រូខ្ញុំទទួលបានជោគជ័យនៅសាលាអ្នកអាចរកលុយបានហើយអាចរស់នៅបានចាប់ពីពេលនេះទៅកុំរកលុយដោយលំបាកបែបនេះអីប្អូនប្រុសតូចរបស់ខ្ញុំឲ្យដំណើរកំសាន្តនេះពិតជារឿងធំសម្រាប់ខ្ញុំហ៊ឹមបណ្ណាល័យចាស់របស់មេទេស្រឡាញ់ពន្លឺអាជីវកម្មរបស់ស៊ីននិងកូរ៉េខាងត្បូងស្ដេចរៀបការអាជីវកម្មរបស់ខ្សៀនរៀបការជាមួយស្ដេចកូរ៉េខាងត្បូងមែនទេតើយើងនឹងរៀបការក្នុងរយៈពេល3ថ្ងៃទេអ្នកគឺជាអ្នកជំនួញរបស់ស៊ីនពិតប្រាកដខ្ញុំជាអ្នកថែរក្សាស្ដេចសៀននៃប្រទេសកូរ៉េខាងត្បូងយ៉ាងហោចណាស់ខ្ញុំបានរៀបការហើយ12ឆ្នាំបានកន្លងផុតទៅដល់ពេលចុះសេញឥឡូវនេះហើយយករបស់របរទាំងអស់របស់អ្នកមកប្អូនស្រីឲ្យអ្នកជាឪពុកម្ដាយរបស់កូន3នាក់ហើយអ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំឪពុកអ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំបានស្លាប់អស់ហើយខ្ញុំជាកូនប្រុសតែម្នាក់គត់របស់អ្នកសម្លាប់គាត់អ្នកគឺជាចៅវាយរបស់ឪពុកអ្នកខ្ញុំខុសហើយអ្នកមានស្ត្រីម្នាក់ដែលមានមោទនភាពប៉ុន្តែអ្នកសម្លាប់គាត់អ្នកមិនមែនជាប្រពន្ធរបស់ឪពុកម្ដាយអ្នកទេឪពុកខ្ញុំខុសហើយអ្នកសម្លាប់ឪពុករបស់អ្នកបងស្រីជីនមានរឿងអ្វីទៅឲ្យលឿនទេខ្ញុំត្រូវតែការពារជីនណាខ្ញុំផ្ដល់សេរីភាពដល់អ្នកប៉ុន្តែហេតុអ្វីអ្នកត្រូវគេចពីខ្ញុំព្រះអាទិត្យវាផ្ដល់ឲ្យខ្ញុំនូវសេរីភាពប៉ុន្តែខ្ញុំនឹងបង្ហាញអ្នកប្រកាសជានឹងបង្ហាញខ្ញុំជាសិស្សវិទ្យាល័យហេតុអ្វីបានជាអ្នកទាំង3ក្លាយជាតួអង្គសំខាន់របស់រឿងសែនកូនស្រីរបស់អ្នកនៅរស់រានមានជីវិតជាមួយស្ដេចមួយទៀតកូនស្រីរបស់ខ្ញុំបានរៀនមានជីវិតជាមួយស្ដេចមួយទៀតបន្ទប់គេងដែលព្រះបតាបានយកមកពីនាគារ Wolf របស់ខ្ញុំឆុងអឿនវាជាកន្លែងស្នាក់នៅលំដាប់ទី2ចាប់ពីពេលនេះទៅនាងនឹងក្លាយជាប្រពន្ធតែម្នាក់គត់របស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីកូនឆ្កែសម្រាប់វាចោលក្នុងទឹកឥឡូវនេះទៅប៉ាប៉ា